Cướp lanទាំងអស់សម្ពាធកង់គេហៅថាសម្ពាធកង់មកនឹងខាងក្រោយគឺដូចគ្នាការស្តង់ដារដែលកំណត់មកហើយទីតាំងសម្រាប់កំណត់សម្ពាធកង់ខ្យល់ត្រូវសក់ម៉ានអីម៉ានហ្នឹងគឺខ្ញុំបានចេញវីដេអូមាន model មួយខ្ញុំដាក់ដាច់ដោយឡែកពីគេហ្មងគឺទៅលើ BYD សាកសិចតាក់ទងជាមួយនឹងសម្ពាធកង់ខាងមុខខាងក្រោយអត់ដូចគ្នាឯងបងអញ្ចឹងតាក់ទងមកសម្ពាធកង់របស់សាកសិចមុខផ្សេងក្រោយផ្សេងហើយនៅក្នុងហ្នឹងក៏គេបានបញ្ជាក់ទៀតថានៅពេលដែលបងត្រូវការដឹកទុកអីមួយដែលធ្ងន់បងត្រូវសពម៉ានអីម៉ានគឺមានអញ្ចឹងវាមានmark load ហើយនិង no load អញ្ចឹងបញ្ជាក់ថា no load ហ្នឹងគឺសំដៅទៅលើនៅពេលដែលអត់មានការដឹកការផ្ទុកអីធ្ងន់តែបើសិនជាករណីត្រូវការដឹកត្រូវការផ្ទុកធ្ងន់បងសពតាមស្តង់ដារដែលគេដាក់ mark load នេះជាមូលហេតុដែលសាកសិចប្រើបច្ចេកវិទ្យា DMO ព្រោះផ្ដោតទៅលើការដឹកការអូសការស្តោង